ជំរាបសួរបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំស្ថិតនៅក្នុងភូមិឈូកឃុំឈូកស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំកំពុងតែស្ថិតនៅលើផ្លូវលេខ 71C ដែលធ្វើដំណើរពីខាងត្បូងឃ្មុំមកខាងស្រុកក្រូចឆ្មាជាមួយនឹងផ្លូវដ៏ស្រស់ស្អាតតែម្ដងបងប្អូនទាំងអស់គ្នាទីតាំងនេះជាទីតាំងនារដូវវស្សាបងប្អូនយើងបានធ្វើដំណើរតាមនេះច្រើនមែនទែនបូករួមទាំងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌចូលមកដល់គៀកបញ្ចប់ទៅហើយនេះបងប្អូនទាំងគ្នាតកតងទៅនឹងតំបន់នេះគឺជាតំបន់ទេសចរមួយដែលបងប្អូនប្រជាពលរដ្ឋយើងមកលេងទាំងយុវជនល្ងាចឡើងគឺមានការថតរូបអីផ្សេងទេសភាពស្អាតលំហែកាយលំហែអារម្មណ៍របស់ពួកគាត់តាមភារកិច្ចរបស់គាត់មួយបញ្ចប់ពីកិច្ចការងារចឹងទៅបងប្អូនទាំងគ្នានេះជាទីតាំងដែលបងប្អូនបានឃើញជាក់ស្ដែងនៅលើនេះតែម្ដងឃើញថាទេសភាពស្អាតបូករួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះគាត់នេសាទត្រីគាត់ធ្វើដំណើរមករកស៊ីជួញដូរឆ្ងាយអីគឺតាមនឹងតែម្ដងហើយផ្លូវនេះគឺជាផ្លូវដែលស្អាតមែនតើតកតងទៅនឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំរដ្ឋបាលខេត្តត្បូងឃ្មុំឬក៏ទៅខាងស្ទឹងត្រង់ទៅខាងភ្នំសពកលៃទៅខាងអីផ្សេងគឺងាយស្រួលមែនតើហើយបងប្អូនទាំងគ្នាដែលធ្វើដំណើរឆ្លងកាត់តាមនេះមានបងប្អូនយើងប្រជាពលរដ្ឋផ្សេងទៀតមានការដាក់លក់ដូរអីវ៉ាន់តាមផ្លូវហើយសម្រាប់ការហូបចុកផ្សេងគឺมันខ្វះរបស់ហូបទេបាទបងប្អូនទាំងគ្នាដូចឃើញជាក់ស្ដែងនៅលើវីដេអូនេះអញ្ចឹងតំបន់នេះជាតំបន់ដែលទន្លេមេគង្គទឹកឡើងខ្លាំងហើយមានការនេសាទត្រីមានការបង់សំណាញ់អីផ្សេងជាដើមហើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះហើយកុំភ្លេចចូលរួម like comment share វីដេអូរបស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហើយសម្រាប់ខ្ញុំគឺគ្រាន់តែបង្ហាញពីទស្សនវិជ្ជាឲ្យបងប្អូនមើលតែប៉ុណ្្នេះទេបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណបាទ